តើការថ្លែងរបស់ប្រធានធនាគារកណ្ដាលអាមេរិកនៅថ្ងៃស្អែកអាចបណ្ដាលឲ្យសន្ទុះប្រាក់ដុល្លារឡើងយោងតាមរបាយការណ៍កំណត់ហេតុអង្គប្រជុំ FOMC កាលពីសប្តាហ៍មុនបានបង្ហាញថាធនាគារកណ្ដាលអាមេរិកនៅតែរក្សាអត្រាការប្រាក់ឲ្យនៅដដែលប៉ុន្តែការរក្សាអត្រាការប្រាក់ឲ្យនៅដដែលនេះមិនមែនជាការរក្សាធម្មតានោះទេវាជាការបង្ហាញឲ្យឃើញនៅសញ្ញាដែលអាចគាំទ្រឲ្យសន្ទុះប្រាក់ដុល្លារមានការកើនឡើងដោយក្នុងចំណោមសមាជិក FOMC ចំនួន12នាក់មាន3នាក់បានប្រឆាំងនៅក្នុងការរក្សាអត្រាការប្រាក់ឲ្យនៅដដែលដោយចង់បង្កើនអត្រាការប្រាក់ចំនួន 0.25% បន្ថែមភ្លាមៗហើយហេតុអ្វីបានជារបាយការណ៍អង្គប្រជុំនេះត្រូវបានមើលឃើញខាងផ្នែក hawkish ច្រើនជាង dovish បានសេចក្តីថាមើលឃើញខាងសន្ទុះប្រាក់ដុល្លារឡើងច្រើនជាងសន្ទុះប្រាក់ដុល្លារចុះគឺមូលហេតុដោយសារតែទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកគឺនៅតែខ្ពស់ដដែលដោយកត្តាជំរុញឲ្យតម្លៃអតិផរណាដែលកើនឡើងនេះមានដូចជាបញ្ហាពន្ធបញ្ហាចំនួនមជ្ឈមបពាដែលជាការព្រួយបារម្ភដែលរុញឲ្យតម្លៃអតិផរណាប្រេងកាន់តែមានការកើនឡើងដែលធ្វើឲ្យតម្លៃប្រាក់ដុល្លារមានការថយចុះសម្រាប់សន្ទុះប្រាក់ដុល្លារយើងឃើញថានៅថ្ងៃប្រហោះនេះគឺបានឡើងដល់កម្រិត 99.1 ដែលនេះក៏ដោយសារតែទីផ្សារបានបង្កើននៅទំនុកចិត្តថាធនាគារកណ្ដាលអាចនឹងដំឡើងអត្រាការប្រាក់ 0.25% បន្ថែមទៀតនៅក្នុងកិច្ចប្រជុំនាខែកញ្ញាខាងមុខសរុបមកនៅក្នុងរបាយការណ៍អង្គប្រជុំ FOMC គឺអ្វីត្បិតតែគណៈកម្មាធិការនៃ FOMC ចំនួន9នាក់បានបោះឆ្នោតគាំទ្រឲ្យរក្សាអត្រាការប្រាក់ឲ្យនៅដដែលនិង3នាក់ទៀតបានគាំទ្រឲ្យដំឡើងអត្រាការប្រាក់ក៏ដោយយើងឃើញថានិន្នាការនៃ FOMC គឺនៅតែស្ថិតនៅក្នុង hawkish ដដែលហើយសម្រាប់នៅថ្ងៃស្អែកប្រសិនបើជាការថ្លែងរបស់ Kevin Walsh ពិតជា hawkish ច្រើនជាង dovish នោះយើងនឹងឃើញថាតម្លៃមាសអាចនឹងធ្វើការបកចូលមកខាងក្រោមវិញដោយយើងរំពឹងនៅកម្រិតទី1គឺនៅកម្រិត 45.50 45.00 និង 44.70 ហើយនៅបកទៅខាងលើវិញគឺនៅកម្រិត 46.30 46.70 និង 47.80 ទិសដៅសម្រាប់ថ្ងៃនេះក៏ដូចជាសប្តាហ៍នេះគឺ bearish in control